សូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរជាទីគោរពស្រឡាញ់ខណៈនេះខ្ញុំធូបបូណាជាប្រធានគណៈកម្មការដោះស្រាយវិវាទនិងវិន័យគណៈបកប្រជាធិបតេយ្យមូលដ្ឋានហើយថ្ងៃនេះទៀតសោតយើងបានមកធ្វើពិធីប្រកាសសុពលភាពរបស់ថ្នាក់ដឹកនាំប្រតិបត្តិខេត្តពោធិ៍សាត់ជាមួយគ្នានេះដែរនៅខាងស្ដាំដៃរបស់ខ្ញុំគឺលោកមានអៀងជាប្រធានគណៈកម្មការនយោបាយហើយបងសីសខាជាប្រធានគណៈប្រតិបត្តិដែលហៅថាប្រធានគណៈបកហើយនឹងបងឆេងសិទ្ធោដែលត្រូវបានតែងតាំងថ្មីជាប្រធានគណៈកម្មការប្រតិបត្តិខេត្តពោធិ៍សាត់ចង់អញ្ជើញបងបង្ហាញពីចំណាប់អារម្មណ៍បន្ទាប់ពីទទួលភារកិច្ចដ៏អស្ចារ្យមួយនេះដ៏ធ្ងន់ធ្ងរមួយនេះបងយល់យ៉ាងណាអញ្ជើញបងបាទសូមគោរពចំពោះបងប្អូនទូលជាតិទាំងអស់សូមគោរពជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូលទាំងអស់ខ្ញុំជាតំណាងថ្មីនៃគណៈបកប្រជាធិបតេយ្យមូលដ្ឋានដែលទៅបដិសន្ធិនៅថ្ងៃទី19ខែតុលានេះអញ្ចឹងចំណាប់អារម្មណ៍ខ្ញុំបានន័យថាដោយឃើញគោលការណ៍នយោបាយរបស់គណៈបកល្អមានលទ្ធិប្រជាធិបតេយ្យតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិហើយធ្វើឲ្យពួកខ្ញុំនៅខេត្តពោធិ៍សាត់នេះមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយគណៈបកប្រជាធិបតេយ្យមូលដ្ឋានហើយចាប់ពីពេលនេះតទៅសូមបងប្អូនក្នុងខេត្តពោធិ៍សាត់មេត្តាចូលរួមជួយគ្រប់គ្រងគណៈបកប្រជាធិបតេយ្យមូលដ្ឋានក្នុងខេត្តពោធិ៍សាត់ដែលមានរូបខ្ញុំបាទជាប្រធានប្រតិបត្តិខ្ញុំនឹងសន្យាថានៅបោះឆ្នោតឃុំសង្កាត់ពេលគណៈបកប្រជាធិបតេយ្យមូលដ្ឋានបានតម្លេងក្រុមប្រឹក្សានៅក្នុងឃុំសង្កាត់យើងនឹងរៀបចំកែប្រែការដឹកនាំឲ្យមានលទ្ធិប្រជាធិបតេយ្យចាប់ពីមូលដ្ឋានដោយយកបងប្អូនជាម្ចាស់ឆ្នោតជាម្ចាស់អំណាចឲ្យប្រជាឲ្យមូលដ្ឋានដោយសារយើងកន្លងមកយើងជាប្រជាពលរដ្ឋដែលមានឈ្មោះជាម្ចាស់អំណាចដែលមាននៅក្នុងច្បាប់រដ្ឋធម្មនុញ្ញតាំងពីដើមមកតែយើងតាមពិតយើងអត់ទាន់បានទទួលនៅអំណាចពិតប្រាកដដែលយើងចង់បានទេប៉ុន្តែពេលគណៈបកប្រជាធិបតេយ្យមូលដ្ឋានបានចូលរួមជាថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំសង្កាត់យើងនឹងចាប់ផ្ដើមផ្ដល់អំណាចនេះជូនពលរដ្ឋដែលជាម្ចាស់ឆ្នោតចាប់ពីពេលប្រជាធិបតេយ្យមូលដ្ឋានមាននៅក្នុងឃុំសង្កាត់បាទសូមអរគុណចំពោះការចូលរួមធ្វើនយោបាយជាមួយគណៈបកប្រជាធិបតេយ្យមូលដ្ឋានតើបងមានការព្រួយបារម្ភដែរឬទេចំពោះការធ្វើនយោបាយតាមទស្សនៈការធ្វើនយោបាយវាអត់មានការព្រួយបារម្ភទេដោយសារយើងធ្វើតាមឆន្ទៈដែលយើងចង់ធ្វើហើយអ្វីនឹងរដ្ឋធម្មនុញ្ញស្របនឹងរដ្ឋធម្មនុញ្ញហើយដូច្នេះការសម្រេចចិត្តដែលខ្ញុំមកថ្ងៃនេះដោយសារដូចខ្ញុំនិយាយខាងដើមអញ្ចឹងដោយសារគោលនយោបាយនិងនេះរបស់គោលនយោបាយរបស់គណៈបកល្អអញ្ចឹងធ្វើឲ្យពួកខ្ញុំនេះអាចជ្រើសរើសយកគណៈបកប្រជាធិបតេយ្យមូលដ្ឋានជាជំរើសដែលសម្រាប់ពួកយើងធ្វើនយោបាយហើយអត់មានការព្រួយបារម្ភទេព្រោះយើងចាត់ទុកថានេះជាជំហានដំបូងដែលយើងចាប់ដើមកសាងហើយយើងធ្វើនយោបាយនេះបើនិយាយទៅដល់យើងធ្វើស្របតាមរដ្ឋធម្មនុញ្ញដែលមានចែងនៅក្នុងច្បាប់នៃប្រទេសកម្ពុជាយើងអត់មានទៅព្រួយបារម្ភតទៀតទេបងថាមានអីជជែកជាមួយបងសិទ្ធោទេបាទហ្នឹងហើយអរគុណលោកណាបានផ្ដល់ឱកាសឲ្យខ្ញុំបានជជែកនេះសំណាងជាមួយថ្នាក់ដឹកនាំគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈខេត្តគឺខេត្តពោធិ៍សាត់សម្រាប់ខ្ញុំការដែលយើងធ្វើនយោបាយនេះគឺយើងធ្វើដើម្បីដោះស្រាយបញ្ហាសង្គមអញ្ចឹងណាយើងធ្វើនយោបាយគឺយើងធ្វើដើម្បីដោះស្រាយបញ្ហាសង្គមទាំងការធ្វើនយោបាយវាជាសិទ្ធិរបស់យើងគ្រប់គ្នាហើយសម្រាប់ខ្ញុំសូមផ្ដាំផ្ញើទៅចាប់ពីថ្ងៃទៅហើយលោកសិទ្ធោថាជាព្រាមបកជាតៃមូលដ្ឋានចាំខេត្តពោធិ៍សាត់ចាំខេត្តពោធិ៍សាត់អញ្ចឹងការធ្វើនយោបាយគឺយើងត្រូវការគ្រប់គ្រងពីពលរដ្ឋ
ចឹងជាពលរដ្ឋនេះគឺជាចាស់អំណាចចឹងការធ្វើនយោបាយរបស់យើងគឺត្រូវបម្រើដោះស្រាយបញ្ហាពង្រឹងអំពីសិទ្ធិអំណាចរបស់គាត់ហ្នឹងដើម្បីឲ្យពួកយល់ចឹងដើម្បីឲ្យពួកគាត់ចូលរួមសកម្មគណៈបព្វជិបញ្ហាយើងអាចនឹងមានកម្មវិធីហៅថាអប់រំប្រជាពលរដ្ឋឲ្យយល់អំពីសិទ្ធិយល់អំពីអំណាចយល់អំពីទូនាទីភារកិច្ចរបស់ប្រជាពលរដ្ឋដើម្បីពួកគាត់ចូលរួមតាមបែបជាសព្វតៃនឹងហើយគឺជាដំណើរនៃការអនុវត្តជាសព្វតៃអញ្ចឹងបើកាលណាយើងចាត់ទុកថាប្រទេសយើងជាប្រទេសជាសព្វតៃតែជាពលរដ្ឋអត់ចូលរួមមានន័យថាមិនមែនជាប្រជាធិបតេយ្យព្រោះប្រជាធិបតេយ្យគឺអំណាចរបស់ប្រជាពលរដ្ឋការចូលរួមរបស់ប្រជាពលរដ្ឋការតាមដានរលទង្វើរបស់មន្ត្រីដែលជាប់ឆ្នោតនោះហើយគឺជាទួនាទីធំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលគាត់មែនតើនៅប្រជាពលរដ្ឋមូលដ្ឋាននោះសំខាន់ណាស់សម្រាប់ការដឹកនាំប្រទេសឲ្យបានល្អការដឹកនាំភូមិឃុំស្រុកខេត្តខណ្ឌនិយាយរាយអញ្ចឹងដើម្បីឲ្យបានស្រួលតាមលំដាប់គឺដើម្បីឲ្យភូមិឃុំស្រុកខេត្តខណ្ឌរហូតដល់ប្រទេសយើងរីកចម្រើនលុះត្រាតែជាពលរដ្ឋនៅមូលដ្ឋានគាត់ចូលរួមយ៉ាងសកម្មហើយចូលរួមយ៉ាងប្រស្រាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចការអភិវឌ្ឍវប្បធម៌ជាដើមហ្នឹងគឺបើអត់មានការចូលរួមនោះយើងអាចថានោះមិនមែនជាភាពស្វែងរកអញ្ចឹងជាខ្ញុំគ្រាន់តែសូមនិយាយចុងក្រោយថាប្រជាធិបតេយ្យគឺការចូលរួមរបស់ប្រជាពលរដ្ឋហើយការចូលរួមរបស់គាត់យ៉ាងណាយើងមានវិធីច្រើនដូចជាចូលរួមតាមដានការងាររបស់ត្រីចូលរួមលើកសំណើអភិវឌ្ឍសង្គមចូលរួមកែប្រែបញ្ហាណាដែលវាមិនទាន់ល្អសេវាកម្មមិនល្អជាដើមហ្នឹងគឺជាពលរដ្ឋហ្នឹងហើយដែលមានទួនាទីភារកិច្ចធំត្រូវចូលរួមធ្វើឲ្យមានការរីកចម្រើនខ្ញុំខ្ញុំអរគុណបងសម្រាប់ការបញ្យល់ពីជាតបតៃហើយបងអៀងមានអីចូលរួមទេខ្ញុំបាទជំរាបសួរបងប្អូនជាបរិវត្តមកអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះក្នុងកម្មវិធីបើកស្នាក់ការនៅខេត្តពោធិ៍សាត់ហើយនៅជាកម្មវិធីវេលាបើកផ្ដល់សុពលភាពដល់គណៈកម្មការប្រតិបត្តិខេត្តពោធិ៍សាត់ខ្ញុំសូមចូលរួមមតិបន្តិចបន្តួចទាក់ទងនឹងដំណើរជាតបតៃរបស់គណៈបកជាតបតៃមូលដ្ឋានបងឡើយនៅមុនឆ្នាំ2015ការកំណត់ប្រជាធិបតេយ្យមូលដ្ឋានហ្នឹងជាធិបតេយ្យផ្ទៃក្នុងបកហ្នឹងវាអត់មានទេអត់ដែលឮទេខ្ញុំក៏មិនដែលឮដែរប៉ុន្តែបន្ទាប់ពីលោកមរិតកែបលីគាត់បានព្រួយដើមកំណត់នឹងមកហើយប្រឈានដល់បង្កើតគណៈបកជាធិបតេយ្យមូលដ្ឋានហើយដំណើរនេះវាកាន់តែរីកធំទៅបន្តិចម្ដងឥឡូវនេះឈានដល់យើងមានសមាជិកនៅក្នុងខេត្តពោធិ៍សាត់ចាប់អារម្មណ៍គាត់ពីមុនក៏គាត់មិនដែលស្គាល់ដែរគាត់ឥឡូវនេះគាត់ចាប់ផ្ដើមចាប់អារម្មណ៍នឹងគោលការណ៍ជាតបតៃផ្ទៃក្នុងហ្នឹងហើយសំខាន់ឲ្យគាត់បានសម្រេចចិត្តចូលរួមគោលការណ៍នេះសំខាន់សម្រាប់ជួយធ្វើម៉េចវាសំខាន់ដើម្បីជួយឲ្យសង្គមយើងនឹងអាចកែតម្រង់បានកាលណាអំណាចនៅលើមនុស្សម្នាក់អានឹងយើងអាចកែសង្គមបានពីវិបាកកែលើកលែងតែអ្នកដឹកនាំហ្នឹងគាត់មានឆន្ទៈខ្ពស់បានអាចធ្វើបានប៉ុន្តែមើលអត់មានឆន្ទៈខ្ពស់ទេអានឹងយើងមិនអាចកែបានទេហើយការឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណៈបកប្រជាធិបតេយ្យមូលដ្ឋានហ្នឹងវាជួយជាគុណសម្បត្តិមួយធំដែលមានលទ្ធភាពអាចជួយឲ្យសង្គមនឹងកែប្រែសង្គមកែប្រែប្រព័ន្ធដឹកនាំកែប្រែស្ថាប័នរបស់ជាតិនឹងឲ្យរឹងមាំឲ្យមិនលំអៀងឲ្យមានយុត្តិធម៌សម្រាប់បម្រើសង្គមឲ្យសង្គមនឹងមាននីតិរដ្ឋឲ្យប្រទេសជាតិនឹងការគ្រប់គ្រងនឹងមានតម្លាភាពមាននីតិរដ្ឋហើយបន្តមកទៀតវាឈានទៅដល់
សេដ្ឋកិច្ចកាលណាប្រទេសមួយមានអភិបាលកិច្ចល្អលោកនឹងជួយឲ្យសេដ្ឋកិច្ចហ្នឹងវារីកចម្រើនកាលណាមានមតិច្រើនចូលរួមក្នុងសង្គមធ្វើឲ្យការរីកចម្រើនហ្នឹងគឺកាន់តែល្អប្រសើរហើយចូលមកថ្ងៃនេះមានសេចក្តីរីករាយណាស់ដែលខេត្តពោធិ៍សាត់នេះចាប់ផ្ដើមបោះទីតាំងក្រុមមកចាប់ផ្ដើមបដិសន្ធិនៅក្នុងខេត្តពោធិ៍សាត់ហើយខេត្តផ្សេងៗមួយចំនួនយើងមានឥឡូវថ្ងៃនេះយើងកសាងគណៈបកជាតិបតៃមូលដ្ឋានមួយនៅក្នុងខេត្តពោធិ៍សាត់ហើយវាមានទីតាំងនេះគឺមានការចូលរួមច្រើនជាជនចូលរួមចាប់អារម្មណ៍ច្រើនដែរចាប់អារម្មណ៍បាទអរគុណបាទអរគុណដល់សមាជិកហើយខេត្តពោធិ៍សាត់ដែរដែលគាត់ចាប់អារម្មណ៍ជាមួយគណៈបកជាតិបតៃមូលដ្ឋានហើយសូមឲ្យគាត់បាទអរគុណច្រើនបងបាទអរគុណច្រើនបងហ្នឹងហើយបងក្នុងនាមជាប្រធានតើបងមានចម្ងល់អីដើម្បីសួរនាំដល់ពួកខ្ញុំទេតាមពិតយើងឆ្ងល់តិចប៉ុន្តែការចង់បានគឺធំចង់បានទី1ខ្ញុំពេលរបស់ឆ្នោតគុំសង្កាត់ក៏តាមមួយចិត្តអំណាចទៅចង់បានគឺចង់បានរៀបចំគុំសង្កាត់ឲ្យបានចេញប៉ុន្តែទី1អ្វីដែលយើងខ្វះខាតគឺថាការដែលតាយើងធ្វើត្រៃនឹងទឹកគឺទឹកនឹងបាយក្នុងចំណុចនេះខ្ញុំមិនទាន់ហ៊ានសន្យាទៅថាបានប៉ុណ្ណាប៉ុន្តែខ្ញុំចង់បានអាហ្នឹងចង់បានរបស់ច្រើនបើមិនជាថ្នាក់ជាតិមានលទ្ធភាពមានសមាជិកអាចចូលរួមជួយគ្រប់គ្រងនៅក្នុងការរៀបចំហ្នឹងយើងនឹងអាចពុះពីរៀបចំក្នុងខេត្តពោធិ៍សាត់ហ្នឹងឲ្យបានគ្រប់ស្រុកទាំង7ស្រុកក្នុងក្រុងមួយបាទអរគុណបងគណៈបកជាតិបតៃមូលដ្ឋានគឺជាគណៈបករបស់យើងទាំងអស់គ្នាគឺជាម្ចាស់ហើយទាំងអស់គ្នាគឺជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមបន្តិចម្នាក់ក្នុងការកសាងកម្លាំងជាតិបតៃកសាងកម្លាំងនៃធនធានមនុស្សយើងទាំងអស់គ្នាបាទសូមអរគុណសម្រាប់ការចូលរួមនិងការតាមដានសូមបញ្ចប់នៃវីដេអូនេះប៉ុណ្ណឹងអរគុណអរគុណបងដែលខ្ញុំស្រ